ក្មេងទំនើង5នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនបន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន1ក្រុមប្រដាប់ដោយកាំបិតដុំថ្មដេញកាប់និងគប់លើប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតម៉ូតូផាសស្អាប់និងបែកកញ្ចក់ទ្វារផ្ទះមួយកន្លែងកាលពីវេលាម៉ោងប្រមាណជា 24:05 នាទីយប់ឈានចូលថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2025 នៅចំណុចផ្លូវបេតុងភូមិព្រៃទា1សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសង្គមកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅធ្វើការស្រាវជ្រាវរហូតចាប់បានជនសង្ស័យភេទប្រុសចំនួន2នាក់មានឈ្មោះប៊ុនសីហាអាយុ20ឆ្នាំនិងឈ្មោះយ៉ែមមាក់អាយុ29ឆ្នាំរហូតដល់វេលាម៉ោងប្រមាណជា 7:30 នាទីថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2025 កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យចំនួន4នាក់បន្ថែមទៀត1ឈ្មោះឌីស៊ីពេញហៅច្រើនភេទប្រុសអាយុ15ឆ្នាំ2ឈ្មោះយ៉ានីសិនភេទប្រុសអាយុ18ឆ្នាំ3ឈ្មោះខុនវាសនាភេទប្រុសអាយុ18ឆ្នាំ4ឈ្មោះខាតាំងអភេទប្រុសអាយុ17ឆ្នាំបញ្ជូនទៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីចំពោះជនសង្ស័យឈ្មោះយ៉ានីសិនភេទប្រុសរកឃើញមានវត្ថុតាងសារធាតុញៀនម្សៅក្រាមពណ៌សជាប់ខ្លួនត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីវត្ថុតាងចាប់យកម៉ូតូ1គ្រឿងកាំបិតប៉ាំងតោ2ដើមនិងកន្ត្រៃ2ដើមសោម៉ាឡេត1ដៃកោះ1រណាអាដែក1រួមនឹងសម្ភារៈមួយចំនួនទៀតក្រោមវិធានការជំនាញក្មេងទំនើងទាំង5នាក់បានសារភាពឲ្យដឹងដូចគ្នាថាពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាដោយចេតនាធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយការរៀបរាប់ខាងលើប្រកាសមែនហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននិងមានអ្នកខ្លះធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបសារធាតុញៀនផងដែរជនសង្ស័យទាំង5នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំណែកឯបកពួកដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត